សួស្តីបងប្អូនគ្នាថ្ងៃយើងមកធ្វើវីដេអូតម្លើងជាមួយនឹង Class D 2000 W ចូលតិចជនរបស់យើងនេះគឺដាក់ជាមួយនឹង Echo City ថ្មីមាន Bluetooth ប៉ុន្តែមាន Bluetooth ស្រាប់ហើយតម្លើងមួយ Class D 2000នេះគឺ Class D យើង2000 W ហើយមកដុំ1000 1000អញ្ចឹងវា2 channel គាត់លេខលក្ខណៈគ្រួសារហើយនេះគឺយើងប្រើ switching មកណាដាក់ switching ដោយសារយើងអស់ដុំតម្លៃយើងនិយាយមួយភ្ញៀវគឺយកថ្លៃសម្រាប់ដុំម្ល៉េះឈុតនេះរៀបមកឲ្យ170ទឹកដុំយូរមកឲ្យយកទៅប្រើបានតែឥឡូវវាអត់ដុំភ្លើងទៅដាក់ switching គឺ switching នេះមួយដុំវាដាច់មួយស្លឹកចិត្តមួយស្លឹកហ្នឹងមួយដុំបើដុំភ្លើងមួយដុំវាតែ55ទេអានេះមួយដុំវាដុំភ្លើងនេះមួយយើងទិញ switching មួយយើងទិញបានដុំភ្លើង2តម្លៃវាដោយសារតែយើងអស់ដុំភ្លើងចាំយូរអញ្ចឹងជំរឿនមានតែដាក់ switching ជូនអតិថិជនយើងដាក់ switching ឲ្យគាត់ទៅហើយតម្លៃយើងគិតមិនដដែលទេសុខចិត្តខាតខ្លួនឯងកុំឲ្យខុសមាត់មួយភ្ញៀវតែយើងនិយាយប៉ុន្មានហើយគឺប៉ុណ្ណឹងណាអត់អាចទាលុយឡើងចុះបានទេនេះត្រង់ហើយបើអតិថិជនរបស់យើងកំងនេះមើលខាងក្រោយវាដាក់ដូចនេះចឹងដូចបាសទៅក្រោយមកគូនេះចឹងយើងប្រើ switching ស្ងាត់ល្អអត់មានលេខកង់ខាងដែរยังชีกระดามเล็กกระดิ่งใส่ตาอุ่นสิจนอ่อนมองชีกินไม่ได้รวมตั้งใจเงินโซ่ของที่อ้อยช้ำกระดามตุ้งไปพลังกระดามใส่ดีเจียชันแต่สายยากระดามที่รักใจมองชียังชีกระดามបាទអញ្ចឹងបងប្អូនចង់តម្លើងចង់រៀបអាចតាក់ទងបងប្អូនបានណានេះយើងតម្លើងថ្មីបាទណារៀបថ្មីហើយបងប្អូនពេកច្រើនគាត់ថាយើងយកមកចង់បានអំភ្លីយកមកកែតម្លើងវត្តអាហ្នឹងគេមិនមែនកែទេបងណាគេរៀបថ្មីឬគ្រឿងថ្មីណាគេរៀបថ្មីនេះមិនមែនកែទេសនំថ្មីមកពីរោងចក្រមកយើងយកមកតម្លើងនេះយកមកតម្លើងហើយប្រើតម្លៃប៉ុណ្ណេះលេខបាន5តក100បាន4គ្រាប់តម្លៃប៉ុណ្ណ170ហ្នឹងបើបងប្អូនទិញអំភ្លី CA9 ទៅលេង5តក104គ្រាប់លេងអត់បានទេហើយតម្លៃប្រហាក់ប្រហែលគ្នាទេបើយក CA9 តែមកដើមទៅលេងក៏លេងកើតដែរលុះត្រាដើម្បីមានប្រេមានអីទៀតណាអញ្ចឹងយើងយកតែប៉ុណ្ណេះហើយអត់បាច់បាក់ប្រើច្រើនទេដោយសារវាមាន Bluetooth ហើយស្រាប់មាន Echo ហើយស្រេចទៀតអញ្ចឹងមានតែ microphone ដោតទៅប្រើបានអត់បាច់ប្រើច្រើនញ៉ៃតោងជាមួយទេគឺប្រើតែវាមកដើមនេះតែមកដើមហ្នឹងមកដើមបងប្អូនចង់លេងបាស5ទឹកមួយគូឬ4ទឹកមួយគូលេងបានដូចគ្នាអញ្ចឹងលេង5ទឹកសុតក៏លេងបានដូចគ្នាមកដុំយើងលេងក100បានមួយគូសម្រាប់មេដៃមួយជាន់លេងលក្ខណៈគ្រួសារបាន4គ្រាប់បើកមកសបាយ5ទឹក4គ្រាប់ហើយយើងថែមអីគុយពីលើទៀតអត់អីទេដាក់អីគុយដាក់អីបានបើចឹងគុណច្រើនបងប្អូនមានចំណាប់អារម្មណ៍ចង់រៀបអាចតាក់ទងហៅបងប្អូនបានហើយទីតាំងបញ្ជាក់ហើយទីតាំងនៅភ្នំពេញនៅចាក់រ៉េលើអញ្ចឹងបងប្អូនភាគច្រើនគាត់ច្រឡំគាត់ឆាតមកសួរភាគច្រើនគាត់ថាខ្ញុំនៅបាត់ដំបងឬក៏មន្ទីរវិជ័យថាទីតាំងនៅភ្នំពេញណាបញ្ជាក់ទីតាំងនៅភ្នំពេញបាទអញ្ចឹងគុណច្រើនបងប្អូនហើយបងប្អូនដែលចូលមើលជួយ like ជួយ share ផងបាទអរគុណច្រើន